បាទនេះគឺចំប៉ាណាបងបាទចំប៉ាអញ្ចឹងចំប៉ាបងមើលអញ្ចេះចំមុះត្រង់ចើមក្រាស់មុតកពឹបសក់ស្មើកសក់ស្មើស្មាបាទនឹងមានពុកមាត់ឃើញមាត់ក៏នេះឃើញអត់យើងមើលអញ្ចឹងមិនដឹងមាត់កពឹបបាទទាំងអស់បាទនេះគឺចំប៉ាណាបងបាទចំប៉ាអញ្ចឹងចំប៉ាបងមើលអញ្ចេះចំមុះត្រង់ចើមក្រាស់មុតកពឹបសក់ស្មើកសក់ស្មើស្មាបាទនឹងមានពុកមាត់ឃើញមាត់ក៏នេះឃើញអត់យើងមើលអញ្ចឹងមិនដឹងមាត់កពឹបបាទទាំងអស់បាទចឹងអ្នក design គូគឺបញ្ជាក់ច្បាស់បាទគាត់ឆ្លាក់នេះគាត់ឆ្លាក់បញ្ជាក់ដោយច្បាស់ទឹកដៃផនគាត់ដ៏ប្រណិតទឹកដៃដ៏អស្ចារ្យផនគាត់បាទគាត់ឃើញទិដ្ឋភាពក្នុងការច្បាំងគ្នានៅទន្លេសាបបាទដែលធំជាងគេនៅខាងត្បូងនៃនេះនឹងយើងនឹងឃើញការឆ្លាក់ផនគាត់គឺក្បាច់បាទគេហៅថាក្បាច់លោតណាមិនមែនក្បាច់លឹបទេក្បាច់លោតក្បាច់លឹបក្បាច់ផុសក្បាច់លឹបចូលក្នុងអញ្ចឹងយើងឃើញទេចំប៉ាគាត់ចាប់ចិនឲ្យបើកបអ៊ំទូកឬបើកកណូតណាដើម្បីមកច្បាំងអញ្ចឹងចំប៉ាគាត់អត់ស្គាល់ថាទឹកដីខ្មែរវាយ៉ាងម៉េចទេព្រោះចិនមានជំនួយជួញដូរនៅស្រុកខ្មែរស្រេចទៅហើយអញ្ចឹងគាត់ស្គាល់ផ្លូវច្បាស់បាទអញ្ចឹងឃើញចំប៉ាទេគាត់យកនេះអាខ្សែនេះមកចងនឹងដើមឈើដើម្បីឈប់សម្រាកខ្លះបាទអញ្ចឹងយើងមើលមកអញ្ចេះឃើញទេតបគេមានយន្តអញ្ចឹងណាបាទបើខាងឆ្លើយសឹកគេអត់មានយន្តអញ្ចឹងទេអត់មានកសែងចងនៅនឹងនេះកសែងយន្តគេចងនឹងដើមទ្រូងទេគេចាក់ចិនហើយមកខាងនេះគេចាក់ចំប៉ាឃើញអត់បាទយើងឃើញនៅទីនេះគេចាក់បាទដោយអំពែងបាទក៏តែមានខ្លឹមសារច្រើនបាទអញ្ចឹងមានន័យថាយើងចំនួនដើមការកកើតខ្មែរដំបងហ្នឹងគឺចាមហើយនឹងចិនហ្នឹងគឺយើងគឺចំនួនគ្នាហើយមានប្រវត្តិសាស្ត្រជាមួយគ្នាច្រើនជាងគេបាទអញ្ចឹងមានការបាញ់ធ្នូទៅប៉ះទង្គិចបាទហើយខាងនេះបងខ្ញុំសូមអត្ថាធិប្បាយពាក្យពន្ធនឹងការគេហៅថាត្រីឆ្អើណាបាទគេឆ្អើនៅនឹងភ្លើងអញ្ចឹងយើងមានតាំងពីដើមរហូតទៅដល់សប្តាហ៍ថ្ងៃអញ្ចឹងសប្តាហ៍ថ្ងៃសឹងមានទាំង5ខេត្តក្រុងណាបាទមានទាំងខេត្តសៀមរាបខេត្តកំពង់ធំខេត្តបាត់ដំបងខេត្តពោធិ៍សាត់និងកំពង់ឆ្នាំងឲ្យទៅពាក្យពន្ធនឹងហើយទន្លេសាបគឺមានបាទត្រីឆ្អើនេះឯងបាទរាប់ពាន់ឆ្នាំមកហើយបាទអញ្ចឹងបងឃើញក្នុងការនេះគេយកជ្រូកមកកោសនៅក្នុងខ្ទះគោទឹកត្នោតឃើញទេបាទ